ថាអង្គកត់បន្ទាត់ហើយគេហៅថាបន្ទាត់ស្របនេះណាបន្ទាត់ស្របគឺបន្ទាត់ពីរស្របគ្នាកាលណាបន្ទាត់ទាំងពីរមានចន្លោះស្មើគ្នាឬមិនជួបគ្នានេះឃើញអានេះគេឲ្យយើងស្គាល់ពីបន្ទាត់ស្របកាលណាយើងស្គាល់ហើយគេឲ្យយើងសង់បន្ទាត់ស្របពាក្យថាសង់គឺពាក្យថាបង្កើតនេះបង្កើតលើហ្នឹងនេះបង្កើតយ៉ាងម៉េចទៅទី1យើងឃើញឲ្យកខនេះកមកខកាលណាគេឲ្យយើងគូសកែងគ្នាកន្លែងមុំកណ្ដាលនេះគេចង់ឲ្យយើងបង្កើតបន្ទាត់មួយទៀតដែលមានឈ្មោះថាខនៅស្របពីក្រោមនេះណាដោយមានកម្ពស់ឬក៏ទទឹងដូចគ្នាអញ្ចឹងយើងអាចគូសមួយទៀតពីលើនេះបានណាតែបើនេះយើងដាក់កម្ពស់វាចុចអានេះកម្ពស់ឧទាហរណ៍ថា3សង់ទីម៉ែត្រខាងនេះក៏កម្រាស់របស់វា3សង់ទីម៉ែត្រដូចគ្នាកាលណា3សង់ទីម៉ែត្រដូចគ្នាមុខសងខាងបន្ទាត់ពីសណ្ដូកទៅជាមួយគ្នានឹងអានេះនេះប្រអប់ពីអន្តរជាតិឲ្យគេថាបន្ទាត់ពីរស្របគ្នាកាលណាបន្ទាត់ទាំងពីរមានចន្លោះស្មើគ្នាចន្លោះនេះចន្លោះស្មើគ្នាឬមិនជួបគ្នាឬមិនជួបគ្នានេះគឺពិតជាមិនជួបហើយតើតន់ទេតែបើយើងគូសដៃនេះកងែកកងក់អាចជួបគ្នាយូរបន្តិចជួបគ្នាអញ្ចឹងគេប្រៀបធៀបនេះរបាក្តារខៀងនេះដែលកាត់ទៅទឹងគឺជាបន្ទាត់មួយស្របគ្នាបើគិតពីរបាបណ្ដោយឬក៏មាគ៌ាបណ្ដោយគឺជាបន្ទាត់ស្របពីឧទាហរណ៍អញ្ចឹងឥឡូវយើងគិតកែងតុកនេះនេះតុកដែលមានកែងអញ្ចឹងរហូតហើយខាងនេះមានកែងអញ្ចឹងរហូតអាកែងនឹងហើយគេហៅថាបន្ទាត់ស្របគ្នាពីព្រោះវាទៅជាមួយគ្នាវាមិនជួបគ្នាហើយវាមានចន្លោះនេះស្មើគ្នានឹងហើយបានគេហៅបន្ទាត់ស្របអញ្ចឹងឲ្យយើងយល់អាមិនអីគេហៅបន្ទាត់ស្របនេះឃើញគេគុំនៅលើសៀវភៅឲ្យយើងយល់